ហេតុអីបានជាបងស្ត្រីដែលមានបញ្ហាធ្លាក់សគាត់ដោះស្រាយអត់ចេះជាសោះញ៉ាំថ្នាំទៅបានត្រឹមតែមួយរយៈពេលមានការកកើតឡើងមកវិញហើយធ្លាក់សហ្នឹងធ្លាក់សមកមានទាំងពណ៌មានទាំងខាប់មានទាំងកកមានទាំងស្អិតចាស់មានទាំងក្លិនជូរក្លិនស្អុយក្លិនឆ្អាបមានទាំងការរមាស់ទ្វីមាស្ងួតទ្វីមាក្តៅទ្វីមាកាហាយពេកឈឺកេងនៅជាមួយនឹងដៃគូហេតុអីបានគាត់មានបញ្ហាទាំងអស់នឹងព្យាយាមដោះស្រាយដែរនៅតែមិនបានទៅលើបញ្ហាទាំងអស់នេះនេះខ្ញុំសូមបញ្ជាក់មិនមែននៅសុកវាកើតឡើងដោយខ្លួនឯងទេកើតមកពីកត្តាខ្លួនយើងផ្ទាល់ចាកត្តាខ្លួនយើងផ្ទាល់ហ្នឹងគឺការរស់នៅនឹងតែម្ដងបងប្អូនទី1បើសិនជាស្ត្រីដែលគាត់ញ៉ាំទឹកតិចមួយថ្ងៃចន្លោះត្រឹមតែ1លីត្រចាទៅ2លីត្រអត់បាន2លីត្រផងនិយាយទៅក្រោម2លីត្រអានឹងគឺធ្វើឲ្យគាត់មានបញ្ហាធ្លាក់សដោយសារអីក្តៅក្នុងគាត់ញ៉ាំទឹកតិចចាទី2ស្ត្រីដែលគាត់ជួយចិត្តញ៉ាំរបស់ក្រៀមក្រោះរបស់ហឹលពេកប្រៃពេកក្នុងមួយសប្តាហ៍គាត់ដែរញ៉ាំសឡទឹកដែរញ៉ាំបន្លែបៃតងផងនឹងញ៉ាំតែក្រៀមក្រោះញ៉ាំតែជាតិញ៉ាំតែប្រហុកផ្អកក្តាមប្រៃបុកល្ហុងចានេះហើយជាមូលហេតុដែលធ្វើយើងកើតមានបញ្ហារោគស្ត្រីដែលអត់ដឹងខ្លួនមួយវិញទៀតស្ត្រីដែលប្រើប្រាស់ថ្នាំផ្សះចាថ្នាំផ្សះគាត់មានជំងឺប្រចាំកាយញ៉ាំថ្នាំផ្សះជាប្រចាំឬក៏ស្ត្រីដែលគាត់ប្រើជាប្រភេទថ្នាំអរម៉ូនញ៉ាំទៅធ្វើឲ្យអរម៉ូនគាត់មានការបម្រែបម្រួលនេះអានឹងក៏ជាមូលហេតុធ្វើគាត់មានបញ្ហារោគស្ត្រីធ្លាក់សរមាស់មានក្លិនមានពពុះមានរោគផ្សេងរលាករដូវមកអត់ទៀតរដូវមកមិនល្អដែរអញ្ចឹងបើសិនជាបងប្អូនចង់បាត់ចង់ជាទៅលើបញ្ហារោគស្ត្រីទី1បងប្អូនត្រូវផ្លាស់ប្ដូររបបព្រោះនៅប្រចាំថ្ងៃខ្លួនឯងសិនគ្រាន់តែការញ៉ាំទឹកមួយបងប្អូនគឺជួយសុខភាពបងប្អូនបានសឹងតែ50ទៅ60%ហើយការញ៉ាំទឹកគឺល្អមែនតើព្រោះសរីរាង្គរបស់យើងត្រូវការជាតិទឹកគ្រប់គ្រាន់បើសិនជាយើងញ៉ាំទឹកគ្រប់គ្រាន់យើងត្រជាក់ក្នុងគឺអត់ងាយនឹងធ្វើឲ្យស្ត្រីគាត់កាត់មានបញ្ហារោគស្ត្រីទេអញ្ចឹងការញ៉ាំទឹកល្អទី1បងប្អូនត្រូវញ៉ាំឲ្យបានចន្លោះពី2លីត្រកន្លះទៅ3លីត្រក្នុងមួយថ្ងៃចាទី2បងប្អូនត្រូវព្យាយាមញ៉ាំបន្លែត្រីសាច់ឲ្យបានគ្រប់គ្រាន់ញ៉ាំបន្លែបៃតងមួយសប្តាហ៍អីសឡទឹកអីយើងអាចញ៉ាំចន្លោះ2ទៅ3ដងទៅឬក៏3ទៅ4ដងទៅកាត់បន្ថយការញ៉ាំរបស់ក្រៀមក្រោះរបស់ហឹលប្រហុកផ្អកក្តាមប្រៃនេះបងប្អូនកាត់បន្ថយសិនមិនថាយើងតមប្រៃទេយើងញ៉ាំចោះប៉ុន្តែញ៉ាំតិចតួចសម្រាប់នាងខ្ញុំតក៏នាងខ្ញុំញ៉ាំដែរប៉ុន្តែយើងដឹងថាញ៉ាំទៅវាប៉ះពាល់អញ្ចឹងយើងមានរបៀបនៃការញ៉ាំយើងអាចចេះតែញ៉ាំរាល់ថ្ងៃបានទេចាមួយវិញទៀតយើងកុំប្រើទៅលើថ្នាំអរម៉ូនមួយចំនួនដែលធ្វើឲ្យយើងប៉ះពាល់ទៅដល់រដូវឬក៏ធ្វើឲ្យយើងមានបញ្ហាធ្លាក់សឬក៏ក្តៅក្នុងនឹងយើងកាត់បន្ថយចាយើងអាចសួរទៅពិគ្រោះយោបល់ជាមួយនឹងពេទ្យត្រឹមត្រូវទៅលើការប្រើប្រាស់ថ្នាំជាមុនសិនចាមួយវិញទៀតបើសិនជាបងប្អូនចង់បាត់រោគស្ត្រីបងប្អូនត្រូវរកថ្នាំណាដែលញ៉ាំទៅជួយព្យាបាលមេរោគពីក្នុងជួយជំនួយអរម៉ូនឲ្យដំណើរការល្អមានបាក់តេរីល្អគ្រប់គ្រាន់ដែលការពារស្បូននិងការពារតំបន់ទ្វីមាកុំឲ្យមានការឆ្លងមេរោគបងប្អូនញ៉ាំថ្នាំទៅចាបងប្អូនបាត់បញ្ហានេះហើយបងប្អូនផ្លាស់ប្ដូររបបនៃការរស់នៅប្រចាំថ្ងៃបងប្អូនបាត់រោគស្ត្រី100%នេះខ្ញុំនិយាយបានថាបងប្អូនអត់ងាយនឹងកើតមានមកវិញទេអញ្ចឹងសម្រាប់បងប្អូនដែលចង់បានដំណោះស្រាយទៅលើបញ្ហារោគស្ត្រីចង់ព្យាបាលទៅជាចង់ព្យាបាលទៅចំគោលដៅបងប្អូនតាក់ទងមកនឹងខ្ញុំបន្តបាន